រឿងចិត្តយមមនុស្សរូបភាគទី3វគ្គចាញ់កោស្នេហាព្រឹកប្រហាមទឹកសន្សើមស្រក់តក់នាងក្រមុំដឹងខ្លួនឡើងក្នុងរង្វង់ដៃមាននាងហាក់ទទួលអារម្មណ៍ថារង្វង់ដៃនេះដូចជាធ្លាប់ប៉ះប្រានស្រីពីមុនមកនាងបានសម្លឹងទៅខ្សែរ៉ុកត្បូងទឹកសមុទ្រទាំងងឿងឆ្ងល់ខ្សែរ៉ុកនេះត្រូវហើយវាជាខ្សែរ៉ុកដែលនារីក្នុងគំនូរនោះពាក់ជាប់រហូតមកម្ដេចក៏ខ្ញុំទើបតែនឹកឃើញពេលនេះតើណាលីនបានវាមកពីណាទៅណោះរបស់កំរថ្នាក់នាងដាច់ចិត្តលក់វាទៅកើតដែរនាងក្រមុំលួចប៉ះត្បូងដែលជាងដោយពន្លឺព្រះច័ន្ទទាំងលោកធ្វើឲ្យកំឡោះចាប់ដៃជាប់ចង់បានមែនទេបើចង់បានធ្វើជាប្រពន្ធខ្ញុំទៅចាត់ទុកថានេះជាថ្លៃបណ្ដាការនាងក្រមុំប្រញាប់ដកដៃចេញទាំងប្រកែកអ្នកណាថាចង់បាននោះហើយអ្នកណាថាចង់ធ្វើជាប្រពន្ធលោកនាយបើកភ្នែកឡើងជាមួយការពុតពេនខ្លួនហឺគេងស្ដាប់ភ្លេងរបាំមួយយប់ពិតជាស្រស់ស្រាយមែនខ្ញុំចាប់ផ្ដើមស្រឡាញ់ទីនេះហើយមានវីប្រញាប់ស្ទុះឡើងទាំងចង្អុលទៅកាន់កំឡោះលោកបោកខ្ញុំតាមពិតលោកមិនបានខ្លាចខ្មោចលោកបន្លំខ្ញុំពេញមួយយប់ចំមែនកំឡោះសាច់ខេកខ្ញុំខ្លាចពិតមែនតែមិនមែនខ្លាចខ្មោចទេនារីដែលនាងនិយាយប្រាប់យប់មិញនោះទើបគួរឲ្យខ្លាចជាមនុស្សមិនចំមនុស្សខ្មោចមិនចំខ្មោចក្រែងលោកថាមិនជឿនោះអីនៅក្នុងសៀវភៅជាភាសាថៃនោះក៏គេបាននិយាយថាមានប្រភេទនេះដែលអ្នកនាងមនុស្សនេះអាចកំបាំងណាស់អ្នកនាងដែលមើលរឿងយាយវិនិច្ឆ័យដែរទេក៏ប្រហែលជាបែបនេះមរកតសាច់តិចយាយវិនិច្ឆ័យញោមក្អែបរក្សាសម្រស់នោះហេះជារឿងនិទានតគ្នារបស់ប្រទេសលោកទេវាគ្មានពិតមែននោះទេណាលោកនេះអ្វីមិនគួរជឿក៏ជឿបានហើយយើងប្រញាប់ខលហើយជំនួយយកសាំងមកចាក់មកប្រញាប់ទៅភ្នំពេញវិញប៉ាលោកមិនខរោគលោកខ្លះទេហេះបាត់ពេញមួយយប់ថ្នាក់នេះខ្ញុំជាប្រុសណាអ្នកនាងខ្ញុំទេគួរសួរសំណួរនេះអ្នកនាងជាកូនសេដ្ឋីទាំងមូលបាត់ខ្លួនមួយយប់នេះគ្រួសារមិនបារម្ភទេក៏ប្រហែលមានតែអ្នកបម្រើក្នុងផ្ទះទេដែលបារម្ភជីវិតខ្ញុំក៏បែបនេះណាខ្ញុំសាំហើយក៏ប៉ុន្តែខ្ញុំថាយើងកុំនិយាយរឿងនេះអី